Rương Tô Tô nâng chuộc vết môn bánh bùa. Cá bị prey niê miên khmênh pro mẹ chmua Tô Tô. Tô Tô rôn nơ phù mùi đại miên bùaប្រផេះសូម្បីតែមេឃដើមឈើនិងផ្កាក៏គ្មានពណ៌ដែរមនុស្សក្នុងភូមិនោះរស់នៅទាំងក្រៀមក្រំព្រោះពួកគេភ្លេចអស់ហើយថាភាពរីករាយមានរូបរាងបែបណាថ្ងៃមួយខណៈពេលតូតូកំពុងដើររើសអុកគេបានជួបនឹងយាយចាស់ម្នាក់ដែលកំពុងអង្គុយក្បែរមាត់ស្ទឹងយាយចាស់នោះបានហុចជក់ឈើចាស់មួយឲ្យទៅតូតូរួចនិយាយថាចៅអើយនេះជាជក់វេទមន្តវាអាចបង្កើតពណ៌បានតែលុះត្រាតែចៅប្រើវាដោយក្តីស្រឡាញ់និងចិត្តល្អប៉ុណ្ណោះតូតូមានភាពងឿងឆ្ងល់ណាស់គេក៏យកជក់នោះទៅគូរលើផ្កាស្វិតស្រពោនមួយតងរំពេចនោះផ្កានោះក៏ប្រែជាពណ៌ក្រហមឆ្អៅនិងរីកយ៉ាងស្អាតតូតូសប្បាយចិត្តខ្លាំងណាស់គេក៏ចាប់ផ្ដើមរត់ជុំវិញភូមិរួចយកជក់វេទមន្តនោះទៅប៉ះនឹងអ្វីៗគ្រប់យ៉ាងប៉ះមេឃក៏ប្រែជាពណ៌ខៀវស្រងាត់ប៉ះដើមឈើស្លឹកឈើក៏ប្រែជាពណ៌បៃតងខ្ចីប៉ះមុខអ្នកភូមិក៏ចាប់ផ្ដើមមានស្នាមញញឹមនិងស្ពណ៌ក្រហមព្រឹងប៉ុន្តែមានរឿងមួយបានកើតឡើងមានក្មេងប្រុសម្នាក់ទៀតឈ្មោះកើដែលមានចិត្តចង់បានគេបានលួចជក់នោះពីតូតូព្រោះគេចង់គូមាសប្រាក់សម្រាប់ខ្លួនឯងប៉ុន្តែនៅពេលដែលគឺចាប់ផ្ដើមគូដោយចិត្តលោភលន់ជក់នោះបែរជាបញ្ចេញតែទឹកខ្មៅក្រខ្វក់ធ្វើឲ្យអ្វីៗដែលគេប៉ះប្រែជាខ្មៅងងឹតទៅវិញតូតូបានរត់មកដល់រួចនិយាយទៅកាន់គឺថាគឺអើយជក់នេះមិនមែនសម្រាប់តែយើងម្នាក់ឯងទេវាសម្រាប់ចែករំលែកសេចក្តីសុខឲ្យអ្នករាល់គ្នាតូតូនិងកើចាប់ដៃគ្នាកាន់ជក់នោះរួចគូររូបឥន្ទនូដ៏ធំមួយនៅលើមេឃដោយសារចិត្តល្អរបស់ពួកគេទឹកខ្មៅទាំងឡាយក៏រលាយបាត់អស់ហើយភូមិទាំងមូលក៏ត្រឡប់មកមានពណ៌ស្រស់ឆើតឆាយជាងមុនទៀតចាប់ពីថ្ងៃនោះមកអ្នកភូមិទាំងអស់រស់នៅដោយក្តីសុខហើយតូតូបានបង្រៀនក្មេងៗដទៃទៀតថាវេទមន្តដ៏ពិតប្រាកដមិនមែននៅលើជក់ឈើនោះទេគឺស្ថិតនៅលើចិត្តដែលចេះជួយគ្នានិងការចែករំលែកក្តីសុខឲ្យមនុស្សជុំវិញខ្លួន